ថ្ងៃនេះខ្ញុំមានមេរៀនថ្មីចែកចំណុចទៅកាន់បងប្អូនថាតើយើងគួរថែដើមពេញប៉ោះបែបណាដើម្បីឲ្យពេញប៉ោះនឹងទទួលបានផលច្រើនហើយចំពោះបច្ចេកទេសនៃការថែដើមពេញប៉ោះនឹងវាមានច្រើនចំណុចប៉ុន្តែថ្ងៃនេះខ្ញុំមានតែមួយចំណុចទេទៅបង្ហាញបងប្អូនយល់ដឹងអំពីបច្ចេកទេសដាំពេញប៉ោះនៅក្នុងប្រទេសកូរ៉េពីព្រោះពេញប៉ោះនៅក្នុងប្រទេសកូរ៉េក្នុងមួយដើមអាចប្រមូលលុយឲ្យជនជាតិកូរ៉េហ្នឹងចន្លោះពី$50ឡើងទៅនឹងបើសិនជាវាប្រមូលផលមួយឆ្នាំពេញពីព្រោះពេញប៉ោះនេះយើងដាំក្នុងចន្លោះខែ9អញ្ចឹងក្នុងខែ12យើងចាប់បានប្រមូលផលហើយយើងប្រមូលផលរហូតដល់ខែ7ខែ8បានយើងកាត់ដើមនឹងចោលអញ្ចឹងពេញប៉ោះក្នុងមួយដើមហ្នឹងមានប្រវែងរហូតដល់ទៅ7ទៅ8ម៉ែត្រហើយពេញប៉ោះហ្នឹងយើងអាចប្រមូលផលបានរហូតពីព្រោះផ្កាវានេះបងប្អូនឃើញមួយដើមវាមានផ្កាតាមថ្នាក់ចេះអានេះផ្កាទី1បងប្អូនផ្កាទី1នៅទីនេះហើយផ្កាទី2ហើយផ្កាទី3នៅនេះអញ្ចឹងអានេះខាងក្រោមនេះវាចាប់ដើមចាស់អានេះចាប់ដើមក្តឹបទៀតមកអានេះផ្កាទៀតមកហើយវាបន្តរហូតអញ្ចឹងដើម្បីថែដើមពេញប៉ោះហ្នឹងឲ្យប្រមូលផលបានពេញមួយឆ្នាំគឺគេមានវិធីសាស្ត្រក្នុងការថែវាហើយចំពោះការថែហ្នឹងខ្ញុំនិយាយតាក់ទងជាមួយនឹងការកាត់ស្លឹកហើយនឹងការទុកផ្កាតែយើងទុកផ្កាប្រមាណដើម្បីឲ្យសមស្របជាមួយនឹងដើមយើងទទួលបានផលផ្លែល្អហើយច្រើនទៀតចំពោះពេញប៉ោះមួយដើមនេះឥឡូវខ្ញុំនិយាយចំណុចផ្កាសិនផ្កាគេទុកចន្លោះពី4ផ្កាឬក៏3ផ្កានេះបងប្អូនឃើញទេ1 2 3 4ប្រទៀតថាផ្កានេះ4នេះបើសិនជាអាទី4នេះល្អអញ្ចឹងយើងទុក4តែបើសិនជាអាទី4នេះអត់ល្អយើងកាត់ចោលអញ្ចឹងផ្កាហ្នឹងវាមាន4ផ្កាអញ្ចឹងយើងវាមាននេះ6 7ផ្កាប៉ុន្តែយើងទុកតែ4ផ្កាពីព្រោះជាផ្កាល្អហើយណាមួយដើមនេះកំពុងតែនៅខ្ចីទៀតអញ្ចឹងយើងទុក4ផ្កាក៏បានដែរវាល្អហើយចំពោះផ្កាយើងទុក4ផ្កាទៅលើអញ្ចឹងរហូតហើយពេលអាក្រោមនេះទុំយើងកាត់អាទុំនេះអានេះចាប់ដើមទុំបន្តនេះចាប់ដើមទុំបន្តទៀតអញ្ចឹងទៅហើយវិធីសាស្ត្រដើម្បីឲ្យត្រូវស្តង់ដារនៃដើមគឺយើងចាប់ដើមសម្អាតទាំងអស់សំបីតែត្រួយនេះបងប្អូនត្រួយដែលដុះជាខ្នែងគឺយើងសម្អាតទាំងអស់យើងទុកតែត្រួយទៅលើមួយដើមគត់ដើម្បីឲ្យសារធាតុចិញ្ចឹមហ្នឹងវាផ្ដល់ទៅដល់ផ្លែនិងផ្កាគ្រប់គ្រាន់ពីព្រោះអាត្រួយនេះស៊ីសារធាតុចិញ្ចឹមខ្លាំងណាស់ស៊ីខ្លាំងជាងផ្លែទៅទៀតហើយបើសិនជាដើមហ្នឹងបាក់ត្រួយផ្លែគឺកតាន់មកបងប្អូនមាំហើយធំទៀតអញ្ចឹងមកនិយាយពីរបៀបនៃការកាត់ស្លឹកយើងសម្អាតអាត្រួយនឹងអស់ហើយក៏វាដុះច្រើនណាតាមនេះបងប្អូនតាមមេឃស្លឹកនេះដុះមួយរហូតប៉ុន្តែយើងអត់ទុកទេយើងសម្អាតចោលទាំងអស់តែម្ដងហើយវិធីសាស្ត្រនៃការតែងស្លឹកហ្នឹងគឺយើងចែកចេញជា3ចំណុចក្នុងមួយដើមហ្នឹងវាមានស្លឹកបានការហើយនិងស្លឹកមិនបានការហើយចំពោះស្លឹកបានការយើងរាប់ពីណាស្លឹកមិនបានការគេរាប់ពីណាទីទៅនៅក្នុងដើមពេញប៉ោះមួយដើមនេះគឺយើងវាស់ចង្អាមយើងក្នុងមួយចង្អាមគឺជាបដូលអាហ្នឹងយើងចាប់ទុកថាជាបដូលអាហ្នឹងអត់បានការហើយប៉ុន្តែវាសំខាន់ហើយវាមានអាស្លឹកដែលអត់បានការហើយអត់ប្រយោជន៍ទៀតអញ្ចឹងបដូលនេះសំខាន់មកចង្អាមអានេះជាបដូលសំខាន់លូតលាស់ទៅលើទៀតហើយយើងចាប់ដើមរាប់យើងទុកស្លឹកវាយើងរាប់អានេះជាមែករបស់ផ្កាទេអាហ្នឹងយើងអាចកាត់ចោលបាននេះយើងអត់រាប់ទេពីព្រោះវាជាផ្កាទេយើងរាប់មកចង្អាមនេះគឺជាបដូលពីក្រោមមកយើងរាប់1 2 3 4 5 6 7 8 9 10 11 12 13មានចំនួន13ស្លឹកអញ្ចឹងដើម្បីឲ្យពេញប៉ោះនឹងល្អគឺយើងទុកចន្លោះពី10ស្លឹកទៅ15ស្លឹកអញ្ចឹងយើងអាចកាត់ទុក12ក៏បានដែរបើសិនជាហៅស៊ឺនេះទៀតយើងទុកត្រឹម12ឬក៏11ស្លឹកបានហើយចំពោះហៅស៊ឺនេះទៀតអញ្ចឹងគឺយើងទុកតែ12ទេ12ក៏បាន11ក៏បានយើងទុក11អញ្ចឹងយើងត្រូវកាត់បន្តដល់ពេលវាដុះលូតមកវែងទៀតយើងចាប់ផ្ដើមកាត់អាក្រោមនេះទៀតអញ្ចឹងទៅគឺយើងទុកស្លឹកប៉ុណ្ណឹងហើយដៀងមែកខាងអីគឺយើងបេះចោលទាំងអស់ស្លឹកផ្កាយើងទុក4ឬ3ផ្កាដើម្បីឲ្យផ្លែហ្នឹងវាល្អវាស្មើគ្នាធំស្មើគ្នាបងប្អូនវិធីសាស្ត្រនៃការតែងដើមគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាបងប្អូនគាំទ្រនៅការផលិតវីដេអូបែបនេះបងប្អូនគ្រាន់តែចុច share វីដេអូម្នាក់មួយទៅដើម្បីឲ្យបងប្អូនដទៃបានទស្សនាផងហើយនឹងជួយ follow page ដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងជាមួយនឹងការធ្វើកសិកម្មនៅក្រៅប្រទេសពីព្រោះខ្ញុំធ្លាប់ទៅប្រទេសអ៊ីស្រាអែលខ្ញុំក៏បានធ្លាប់
ធ្វើការខាងក្រូចខ្ញុំបានចែកចម្លែកវីដេអូកសិកម្មខាងដំណាំក្រូចទៅដល់បងប្អូនហើយខ្ញុំធ្លាប់ធ្វើការខាងគូទឹកដោះនៅក្នុងប្រទេសអ៊ីស្រាអែលដែរហើយខ្ញុំក៏បានបង្ហាញវីដេអូតាក់ទងជាមួយនឹងការបង្កើតកូនគោការបូមទឹកដោះគោនៅក្នុង page ហ្នឹងដែរហើយបើបងប្អូនគ្រប់គ្រងគាត់ជួយ share ហើយនឹង follow page ម្នាក់មួយទៅបងប្អូនអរគុណបាយបាយជំរាបលាបងប្អូន